គ្មានជីវិតណាសប្បាយចិត្តរាល់ថ្ងៃទេបងប្អូនខ្លះគាត់សួរថាអេលោកផ្លូវចិត្តចឹងប្រហែលជាអត់ចេះពិបាកចិត្តទេថាមិនមែនទេគូពេទ្យផ្លូវចិត្តក៏ជាមនុស្សដូចបងប្អូនដែរគ្រាន់តែថានៅពេលដែលខ្ញុំអត់សប្បាយចិត្តខ្ញុំដឹងថាខ្ញុំអត់សប្បាយចិត្តអញ្ចឹងខ្ញុំត្រូវធ្វើអីខ្ញុំត្រូវធ្វើលំហាត់ប្រាណខ្ញុំត្រូវមើលសភើខ្ញុំត្រូវធ្វើសមាធិដង្ហើមខ្លះខ្ញុំត្រូវសរសេរបញ្ហាដែលខ្ញុំមានចេញមកខាងក្រៅឲ្យអស់ហើយដោះស្រាយមួយតាមលទ្ធភាពដែលខ្ញុំអាចធ្វើបានខ្ញុំអត់ប្រកែកប៉ុណ្ណាំងជាមួយជីវិតទេខ្ញុំអត់បន្ទោសជីវិតថាមិនក៏បញ្ហាច្រើនម៉េះមិនក៏រឿងនេះចូលមកទៀតហើយមិនក៏រឿងនេះចូលមកទៀតហើយពីព្រោះខ្ញុំទទួលស្គាល់ថាជីវិតនឹងជាទុក្ខបញ្ហាវានៅកំដរជីវិតយើងរហូតហើយយើងទៅបន្ទោសធ្វើម៉េចដូចអាកាសធាតុចឹងបងប្អូនទៅញ៉ាំការក៏ដោយបងប្អូនទៅជប់លៀងក៏ដោយបើវាត្រូវភ្លៀងវាភ្លៀងហើយទោះបីបងប្អូនខឹងក៏មេឃនៅតែភ្លៀងដដែលដែរខ្ញុំចង់និយាយកន្លែងហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងត្រូវរៀនទទួលស្គាល់ថាជីវិតយើងគឺប្រែប្រួលដោយអាកាសធាតុអញ្ចឹងកុំតូចចិត្តកុំអន់ចិត្តនឹងជីវិតថ្ងៃហ្នឹងថ្ងៃស្អែកអាចនឹងមានល្អប្រសើរឡើងវិញក៏ថាបានពីព្រោះថ្ងៃស្អែកអាចមានព្រះអាទិត្យរះថ្ងៃស្អែកអាចមានអាកាសធាតុល្អប្រសើរក៏យើងមើលមិនដឹងអញ្ចឹងកុំអស់សង្ឃឹមត្រឹមថ្ងៃហ្នឹងเนาะបាទអរគុណសុខសប្បាយបាទ